ឧបទ្វីបកូរ៉េឡើងកម្ដៅខ្លាំងនៅពេលក្រុងព្យុងយ៉ាងប្រមានឆ្លើយតបដោយកម្លាំងយោធាក្រោយដ្រូនហោះពីកូរ៉េខាងត្បូងចូលដែនអាកាសកូរ៉េខាងជើងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េបានឈានដល់ចំណុចប្រកាសអាសន្នជាថ្មីម្ដងទៀតបន្ទាប់ពីរបបទីក្រុងព្យុងយ៉ាងបានប្រមានសងសឹកដោយប្រើកម្លាំងបាយប្រសិនបើដ្រូនរបស់កូរ៉េខាងត្បូងនៅតែបន្តរំលោភចូលក្នុងដែនអាកាសរបស់ខ្លួនព្រឹត្តិការណ៍នេះកើតឡើងស្របពេលដែលភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនិងពោពេញដោយភាពតានតឹងយោងតាមប្រភពសារព័ត៌មាន Channel New Asia CNA ដែលបានចុះផ្សាយនៅថ្ងៃសុក្រទី13ខែកុម្ភៈឆ្នាំ2026នេះបានដឹងថាលោកស្រីគីមយោយុនដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកម្ពុជាកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនបានចេញសេចក្តីថ្លែងការណ៍តាមរយៈទីភ្នាក់ងារសារព័ត៌មានមជ្ឈមបូព៌ា KCNA ដោយសង្កត់ធ្ងន់ថាការរំលោភដែនអធិបតេយ្យភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឬកូរ៉េខាងជើងនឹងនាំទៅរកការឆ្លើយតបយ៉ាងចាស់ដៃលោកស្រីបានមានប្រសាសន៍បន្តដោយសម្ដីធ្ងន់ធ្ងរថាប្រសិនបើការញុះញង់បែបនេះកើតឡើងម្ដងទៀតកូរ៉េខាងជើងនឹងឆ្លើយតបឲ្យសមនឹងទង្វើដែលបានធ្វើដោយមិនខ្វល់ថាអ្នកណានៅពីក្រោយខ្នងជាអង្គភាពរដ្ឋបុគ្គលឬអង្គភាពស៊ីវិលណាឡើយការព្រមាននេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងអះអាងថាបានបាញ់ទម្លាក់ដ្រូនស៊ើបការមួយគ្រឿងកាលពីដើមខែមករាឆ្នាំ2026ដែលបំពាក់ដោយឧបករណ៍ថតរូបភាពគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅតាមបណ្ដោយព្រំដែនទុយពីជំហររឹងត្អឹងកាលពីអាណត្តិមុនរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ប្រធានាធិបតីលីជេបយុងកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងនៃបើយោងតាមប្រភពសារព័ត៌មាន Yonhap News Agency ចុះផ្សាយកាលពីថ្ងៃទី14ខែកុម្ភៈឆ្នាំ2026លោកជុងដុងយុងរដ្ឋមន្ត្រីក្រសួងបរមជាតិបានមានប្រសាសន៍ថារដ្ឋាភិបាលមានការសោកស្ដាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងហើយយើងមានគោលបំណងកាត់បន្ថយកម្រិតនៃភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាងទោះជាយ៉ាងណាអាជ្ញាធរកូរ៉េខាងត្បូងកំពុងធ្វើការស៊ើបអង្កេតលើទាហានក្នុងជួរចំនួន3រូបនិងមន្ត្រីម្នាក់ដើម្បីចង់ដឹងថាតើការបង្ហោះដ្រូននោះជាសកម្មភាពផ្លូវការឬក៏ជាទង្វើបុគ្គលលោកប្រធានាធិបតីលីជេមយុងក៏បានរិះគន់អតីតមេដឹកនាំលោកយុងសុកយុលផងដែរចំពោះការប្រើប្រាស់ដ្រូនបង្ហោះខិត្តប័ណ្ណឃោសនាប្រចាំកូរ៉េខាងជើងកាលពីឆ្នាំ2024ដែលលោកចាត់ទុកថាជាសកម្មភាពបង្កជម្លោះអ្នកវិភាគមើលឃើញថាភាពតានតឹងនេះកើតឡើងចំពេលសំខាន់ពីរការប្រជុំបកនៅកូរ៉េខាងជើងព្យុងយ៉ាងក្រុងរៀបចំមហាសន្និបាតបកនៅចុងខែកុម្ភៈឆ្នាំ2026ដើម្បីកំណត់ទិសដៅយុទ្ធសាស្ត្រយោធានិងកម្មវិធីនុយក្លេអ៊ែរសម្រាប់5ឆ្នាំខាងមុខ2សញ្ញានៃការចរចាជាមួយអាមេរិកយោងតាមរបាយការណ៍ពី Reuters ដឹងថាគណៈកម្មការទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តការលើកលែងឲ្យមានការបញ្ជូនជំនួយស្បៀងនិងវិទ្យាសាស្ត្រទៅកាន់កូរ៉េខាងជើងនេះត្រូវបានគេមើលឃើញថាជាការត្រួសត្រាយផ្លូវសម្រាប់លទ្ធភាពនៃការចរចាឡើងវិញរវាងលោកគីមចុងអ៊ុននិងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនាពេលអនាគតតាក់ទងនឹងបញ្ហាហិរញ្ញវត្ថុនិងជំនួយមូលនិធិមនុស្សធម៌ដែលត្រូវបានអនុម័តមានតម្លៃប្រមាណ12លានដុល្លារដើម្បីដោះស្រាយវិបត្តិស្បៀងអាហារខ្ញុំតារាពី RT News TV